វប្បធម៌នោះគឺមានតម្លៃមហាសាលចង់និយាយថាជាតិរបស់យើងដែលរស់នៅទៅបានហើយវប្បធម៌ប្រទេសជាតិដែលពន្ធរាយទៅបានគឺអាស្រ័យនឹងវប្បធម៌ហ្នឹងហើយប្រពៃណីហ្នឹងហើយទំនៀមទម្លាប់ហ្នឹងហើយយើងអាចនិយាយបានទៀតថាវប្បធម៌ពេលនេះគឺជាអត្តសញ្ញាណជាតិយើងបើយើងសួរថាហេតុអ្វីក៏វប្បធម៌យើងទាំងអស់គ្នាត្រូវថែរក្សាចម្លើយដោយខ្លីតាមពិតវប្បធម៌ពេលនេះគឺវាមានតម្លៃជាចម្លើយណាហេតុអីណាប៉ុន្តែយើងសួរថាហេតុអីក៏វប្បធម៌យើងវាមានតម្លៃយើងសាកកលេចមើលទៅលើពាក្យស្លោករបស់ខ្មែរយើងហើយពាក្យស្លោកនោះអាត្មាគាត់ថានរណាក៏ចេះដឹងទាំងអស់គ្នាដែរហើយធ្លាប់តែពោលទៀតពាក្យហ្នឹងណាគឺវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិកឹងថ្កានអញ្ចឹងតាមរយៈពាក្យស្លោកនេះគឺយើងឃើញថាវប្បធម៌នោះគឺមានតម្លៃមហាសាលចង់និយាយថាជាតិរបស់យើងដែលរស់នៅទៅបានហើយវប្បធម៌ប្រទេសជាតិដែលពន្ធរាយទៅបានគឺអាស្រ័យនឹងវប្បធម៌ហ្នឹងហើយប្រពៃណីហ្នឹងហើយទំនៀមទម្លាប់ហ្នឹងហើយយើងអាចនិយាយបានទៀតថាវប្បធម៌ពេលនេះគឺជាអត្តសញ្ញាណជាតិយើងសញ្ញាណជាតិហ្នឹងគឺសំខាន់ណាស់ព្រោះជាតិសាសន៍ទាំងអស់លើភពផែនដីហ្នឹងគឺធម្មតាគេមានតសញ្ញាណរៀងខ្លួនប្រពៃណីរៀងខ្លួនវប្បធម៌រៀងខ្លួនយ៉ាងណាមិញម៉ែយើងក៏ត្រូវតែមានអ្វីដែលជាអត្តសញ្ញាណជាតិគឺប្រពៃណីវប្បធម៌របស់យើងហើយដូច្នេះគឺថាយើងទាំងអស់គ្នាមានភារកិច្ចត្រូវថែរក្សាត្រូវអភិរក្សត្រូវជ្រោមជ្រែងទាំងអស់គ្នា